ខ្ញុំប្រកាសណាអាត្មាភាពភិក្ខុសុសង្ឃឧត្តវត្តពិសិដ្ឋសូមនមស្ការព្រះថេរាធេរៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលនៅក្នុងប្រទេសក្រៅប្រទេសដោយសេចក្តីរីករាយនឹងឲ្យពរថ្ងៃនេះសូមលើកឡើងអំពីសង្គមប្រទេសជាតិខ្មែររបស់យើងអញ្ចឹងចង់និយាយតាក់ទងជាមួយនឹងអ្នកការទូតដែលទូតខ្មែរយើងតំណាងឲ្យប្រទេសខ្មែរនៅគ្រប់ទិសទីទាំងអស់អញ្ចឹងគេហៅថាសំខាន់ក្នុងការទំនាក់ទំនងសំខាន់ក្នុងការជួយផ្ដល់មតិយោបល់ឲ្យប្រជាជនដែលបានរស់នៅក្នុងប្រទេសនីមួយៗហ្នឹងឲ្យធ្វើកិច្ចការដើម្បីផ្ដល់ចំណេះដឹងឲ្យមកត្រឡប់ឲ្យមកប្រទេសរបស់ខ្លួនវិញហ្នឹងគឺស្ថានទូតហ្នឹងត្រូវមានចំណេះជំនាញខ្លាំងដែលក៏បានអាចធ្វើកិច្ចការនេះបានអញ្ចឹងអាត្មាសម្ដៅដល់ថាគុណធម៌របស់អ្នកការទូតវាមាន8យ៉ាងពោនឹងចេះស្ដាប់ពោទី1គឺចេះស្ដាប់យ៉ាងម៉េចពោស្ដាប់មតិប្រជាពលរដ្ឋស្ដាប់ម្ចាស់ប្រទេសដែលយើងក៏អាស្រ័យនៅដូចឧទាហរណ៍ថាមានស្ថានទូតខ្មែរនៅក្នុងប្រទេសថៃអញ្ចឹងគឺម្ចាស់ប្រទេសរបស់គេធ្វើអីគេមានការអភិវឌ្ឍប្រទេសអីរីកចម្រើនអាហ្នឹងគឺយើងធ្វើកិច្ចការនេះគឺយើងស្ដាប់កិច្ចការហ្នឹងឲ្យទៅគេហៅថាឲ្យទៅប្រទេសយើងអញ្ចឹងអាហ្នឹងគឺសំខាន់អញ្ចឹងទី2គឺចេះធ្វើឲ្យគេមើលចេះធ្វើឲ្យគេមើលតើធ្វើឲ្យគេមើលយ៉ាងម៉េចគឺធ្វើឲ្យប្រទេសរបស់យើងឬប្រជាជនរបស់យើងមើលឃើញថាអូគាត់មានចំណេះជំនាញនៃការធ្វើកិច្ចការដើម្បីប្រទេសជាតិរបស់យើងទាំងអស់គ្នានឹងទី2ទី3គឺខំប្រឹងប្រែងរៀនសូត្រខំប្រឹងប្រែងរៀនសូត្រឬក៏ឧស្សាហ៍រកចំណេះដឹងដាក់ខ្លួនផងហើយឲ្យប្រទេសជាតិនឹងផងនឹងគឺខំសិក្សាឧស្សាហ៍រកចំណេះដឹងធ្វើម៉េចឲ្យប្រទេសគេរីកចម្រើនហើយហេតុអីប្រទេសយើងអត់រីកចម្រើនអញ្ចឹងគឺយើងខំសិក្សាទៅបានចំណេះដឹងហ្នឹងគឺជួយផ្ដល់មតិយោបល់អីឲ្យទៅរាជរដ្ឋាភិបាលឬឲ្យទៅប្រទេសរបស់យើងហ្នឹងបានយកទៅអនុវត្តទាំងអស់គ្នាអញ្ចឹងទី3ទី4មានសេចក្តីចងចាំល្អហ្នឹងហើយតើដូចអាត្មាបានលើកឡើងពីយប់មិញអញ្ចឹងគឺមានសមាធិហ្នឹងហើយចេះអត់ធ្មត់អត់ធន់រក្សាចិត្តរឹងមាំគឺថាមានការធ្វើសមាធិជាប្រចាំមុនធ្វើកិច្ចការងារយើងត្រូវអង្គុយធ្វើសមាធិយើងធ្វើអីក៏ដោយដើរក្តីឈរអង្គុយក្តីគឺតើតែមានសមាធិកុំឲ្យចិត្តយើងវារវើរវាយអញ្ចឹងយើងការចងចាំរបស់យើងគឺបានល្អបើសិនជាយើងគិតទៅពីទេអ្នកខ្លះអីដោយថាដើរនឹងទៅបុកគេបុកដើមឈើដើមព្រីឬក៏អាចទៅជិះទៅបុកគេបុកឯងអញ្ចឹងទៅជិះម៉ូតូជិះឡានអីទៅបុកគេបុកឯងអញ្ចឹងអាហ្នឹងគឺធ្វើឲ្យវាគ្រោះថ្នាក់ដល់ជីវិតដែរអាហ្នឹងគឺគេហៅថាទី4សេចក្តីចងចាំល្អហ្នឹងគឺចងចាំអ្វីដែលល្អជាប្រយោជន៍សម្រាប់ខ្លួនយើងផងសម្រាប់ស្រុកភូមិប្រទេសយើងផងហើយក៏ផ្ដល់ព័ត៌មានហ្នឹងទៅឲ្យប្រទេសយើងបានរីកចម្រើនអញ្ចឹងទី5ដឹងរឿងរ៉ាវច្បាស់លាស់គឺដឹងរឿងរ៉ាវអ្វីគឺដឹងច្បាស់លាស់មិនចាំផ្លេចឬក៏ចាំមិនច្បាស់ទៅនិយាយអធិប្បាយវេកញែកឲ្យប្រជាជនក្តីឲ្យរាជរដ្ឋាភិបាលប្រទេសមួយហ្នឹងគឺអត់បានច្បាស់លាស់អញ្ចឹងទៅធ្វើឲ្យអ្នកទាំងហ្នឹងគឺស្ដាប់អត់យល់គឺអភិវឌ្ឍអត់បានអញ្ចឹងធ្វើឲ្យវាបង្កគេហៅថាអ្នកដែលបញ្ជូនសារទៅគឺអ្នកផ្ដល់សារគឺអត់យល់អញ្ចឹងសំខាន់ណាស្ថានទូតហ្នឹងគឺសម្រាប់ផ្ដល់សារសម្រាប់ធ្វើកិច្ចការឲ្យប្រទេសជាតិផងឬក៏ការពារនៅប្រជាពលរដ្ឋខ្មែរយើងដែលបានទៅនៅក្នុងប្រទេសផ្សេងដែលយើងមានស្ថានទូតនៅក្នុងប្រទេសគេអាហ្នឹងគឺវាសំខាន់ណាស់អញ្ចឹងភាពច្បាស់លាស់របស់
ទី5ហ្នឹងគឺភាពច្បាស់រឿងរ៉ាវស្អីរឿងរ៉ាវទាក់ទងប្រវត្តិសាស្ត្រក្តីទាក់ទងនឹងសេដ្ឋកិច្ចក្តីទាក់ទងនយោបាយក្តីទាក់ទងជាមួយវប្បធម៌អរិយធម៌របស់ប្រទេសហ្នឹងហើយប្រជាជនយើងត្រូវធ្វើម៉េចឲ្យមានហៅថាបដិគេហៅបដិសម្ផាន់គ្នាគឺការទំនាក់ទំនងគ្នារាប់អានជាមិត្តជាភ័ក្តិអីជាមួយគ្នាហ្នឹងធ្វើឲ្យយើងហ្នឹងគឺអธิบายទៅគឺបានច្បាស់លាស់ល្អចាំរឿងរ៉ាវបានច្បាស់លាស់ល្អហ្នឹងគឺសំខាន់ណាស់ដែលយើងបានចេះដឹងច្បាស់លាស់ហ្នឹងទីអាហ្នឹងគឺទី5បងទី5គឺដឹងរឿងរ៉ាវច្បាស់លាស់ទី6ធ្វើឲ្យគេដឹងរឿងរ៉ាវច្បាស់លាស់ហ្នឹងធ្វើឲ្យគេដឹងមិនបងប្អូនប្រជាពលរដ្ឋគឺធ្វើឲ្យអ្នកដែលបានមកឬក៏អ្នកដែលនៅក្នុងប្រទេសរបស់យើងគឺបានមកឃើញប្រទេសក្រៅហ្នឹងធ្វើឲ្យអ្នកហ្នឹងគឺច្បាស់លាស់នៃការសិក្សារៀនសូត្រនៃការចង់មកប្រទេសគេអីចឹងចង់ទៅធ្វើអីរបៀបដំណើរការឯកសារអីផ្សេងអាហ្នឹងគេហៅថាច្បាស់លាស់គឺចាំធ្វើឲ្យគេហ្នឹងគឺច្បាស់លាស់មិនថានៅក្នុងប្រទេសគេអธิบายវេញញែកឲ្យប្រទេសគេគឺវាច្បាស់ពីប្រទេសយើងដែរយើងយកព័ត៌មានពីប្រទេសគេឲ្យទៅប្រទេសខ្មែរយើងក៏វាច្បាស់លាស់ដែរអាហ្នឹងគេហៅថាទី6ហ្នឹងគឺធ្វើឲ្យគេដឹងរឿងរ៉ាវច្បាស់លាស់ហ្នឹងចូលដល់ទី7ឆ្លាតក្នុងគេហៅថាឆ្លាតក្នុងប្រយោជន៍ហ្នឹងគឺហើយនឹងមិនប្រយោជន៍ស្អីទៅដែលប្រយោជន៍សម្រាប់ប្រទេសជាតិសម្រាប់ប្រជាជនប្រយោជន៍សម្រាប់ខ្លួនយើងក្តីសម្រាប់គេហៅថាសាធារណៈក្តីតែយើងធ្វើយ៉ាងម៉េចឲ្យបានប្រយោជន៍ដល់អ្នកទាំងអស់គ្នាទាំងខ្លួនយើងទាំងក្រុមគ្រួសារយើងទាំងប្រទេសជាតិយើងទាំងស្រុកទាំងភូមិយើងហើយក៏ទាំងប្រទេសដែលយើងអាស្រ័យនៅនឹងគឺយើងដឹងគេហៅថាឆ្លាតអ្វីដែលជាមិនជាប្រយោជន៍អ្វីដែលជាប្រយោជន៍សម្រាប់អ្នកណាគឺប្រយោជន៍សម្រាប់ប្រជាជនរបស់យើងប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋយើងឬប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងនឹងឯងអានេះគឺសំខាន់ណាស់ទី7ទី8គឺមិនបបួលការឆ្លោះប្រកែកគ្នាការឆ្លោះប្រកែកនេះគឺជារឿងមួយដែលធ្វើឲ្យវាកើតបញ្ហាដែរដោយខ្មែរយើងមានបញ្ហាជាមួយថៃហ្នឹងគឺដោយសារតែតកូលហ៊ុនសែនហើយនិងតកូលថាក់ស៊ីនធ្វើឲ្យមានចំនួនទើសទែងគ្នាហើយមកជារវាងស្កាកស្អប់ខ្ពើមតាក់ទងជាមួយប្រជាជនរវាងប្រជាជនបង្កបញ្ហាទៅនេះបង្កបញ្ហាទៅនោះតាមព្រំប្រទល់ដែនដែលជាប់របងភូមិផងរបងជាមួយគ្នាហ្នឹងគឺវាមានបញ្ហាមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺដោះស្រាយអត់ចេញហើយយើងគឺចេះតែស្ងប់ស្ងាត់ទៅគេក៏ចេះតែរំលោភបំពានបន្តិចទៅយូរទៅខ្មែរយើងការពារអត់បានអញ្ចឹងអាហ្នឹងគឺតាក់ទងជាមួយសង្គមប្រទេសជាតិដែលអាត្មាបានលើកឡើងកន្លងមកគឺមាន8យ៉ាងគឺអ្នកការទូតសម្រាប់ផ្ដល់ផលប្រយោជន៍ឬសម្រាប់ធ្វើកិច្ចការដើម្បីប្រទេសជាតិឬក៏ដើម្បីគេហៅថាទំនាក់ទំនងរវាងប្រទេសហ្នឹងគឺសំខាន់ណាស់បងប្អូនការរីករាយហៅថាទឹកមុខស្អាតបាតទឹកមុខញញញែមទឹកមុខស្រស់បោះទៅនិយាយទៅចរចាហើយមានទ្រឹស្ដីមានគេហៅថាតក្កៈក្នុងការនិយាយស្ដីហើយជំនះជំនាញគ្រប់គ្រាន់ហើយនិយាយបានល្អអាហ្នឹងគឺជារឿងគេហៅថា technique របស់មនុស្សយើងគ្រប់គ្នាគឺបើសិនជាអ្នកមានហ្នឹងគឺអ្នកមាន technique ទាំងហ្នឹងគឺវាជាមនុស្សដែលល្អប្រសើរជាមនុស្សដែលមិនអាចរកបានណាដោយម្ដងដោយក្នុង10ឆ្នាំ20ឆ្នាំហ្នឹងគឺមានមនុស្សដែលមានគេហៅថាទេពកោសល្យនៃការនិយាយក្តីទេពកោសល្យនៃការបកស្រាយក្តីទេពកោសល្យក្នុងការសិក្សារៀនសូត្រគឺឆ្លៀសវាយកគឺចាប់អ្វីក៏បានធ្វើអីក៏កើតអាហ្នឹងគឺជារឿងរបស់មនុស្សគេហៅថាបុកគេហៅថាជាអេកគេថាជាគេថាតាក់ទងជាមួយនឹងលក្ខណៈនិស័យរបស់មនុស្សបងរស់នៅគាត់ឃើញបងថ្ងៃលក្ខណៈនិស័យរបស់មនុស្សគឺខុសៗគ្នាប្លែកៗគ្នាអញ្ចឹងដូចអាត្មាអញ្ចឹងអាត្មាមិនសូវជាប្រកែកនិយាយមិនសូវជាអធិប្បាយឲ្យបានបោះក្បាយដោយបងប្អូនតែប្រកែកនិយាយហើយមិនសូវមានអ្នកស្ដាប់អញ្ចឹងទៅគឺមិនសូវដែលបាននិយាយអញ្ចឹងទៅគឺចំណេះដឹងដែលយើងមានហ្នឹងគឺគាត់នៅតែ
នៅតែអត់បានច្បាស់អញ្ចឹងណាបើសិនជាយើងនិយាយព្យាយាមគិតព្យាយាមរិះរកវិធីផ្សេងហ្នឹងគឺអាចនិយាយទៅហើយដូចល្អិលអញ្ចឹងគឺអាស្រ័យដូចកំបិតយើងទេបងប្អូនកំបិតយើងលែងសំលេងតែរៀងរាល់ថ្ងៃអញ្ចឹងទៅគឺវាចិត្តទៅមុតតែកាលណាអត់បានសំលេងវារាល់ថ្ងៃគឺកំបិតហ្នឹងតែមានជ្រេះចាប់គេទៅកាប់អ្វីមួយគឺកាប់មិនសូវមុតអញ្ចឹងអាហ្នឹងគឺជារឿងសំខាន់ដែរអញ្ចឹងអត់មានអីក្រៅពីព្រួយបារម្ភហើយនឹងប្រទេសជាតិរបស់យើងគេគឺកាលណាប្រទេសជាតិមួយមានមនុស្សមួយក្តាប់តូចដឹកនាំប្រទេសគិតគូរតែពីរឿងប្រយោជន៍ផ្ទាល់ខ្លួនមិនបានគិតគូរពីរឿងប្រទេសជាតិនឹងផ្ដល់ផលអាក្រក់ឲ្យប្រជាជនហើយក៏ឲ្យប្រទេសជាតិយើងដូចគេមើលងាយមើលថោកដូចបច្ចុប្បន្នអញ្ចឹងដោយសារតែយើងនឹងខ្សោយដោយសារយើងខ្សោយវាមិនមែនថាប្រទេសជាតិយើងនឹងវាក្រីក្រទេមកពីយើងខ្សោយនៃការគិតយើងខ្សោយនៃការឆ្លៀសវៃយើងខ្សោយក្នុងការមិនសិក្សារៀនសូត្របន្ថែមបងប្អូនជាពលរដ្ឋអញ្ចឹងហើយដឹកនាំទុកតែប្រទេសនឹងមានធនធានមនុស្សល្អឬក៏ប្រទេសនឹងមានធនធានធម្មជាតិល្អប្រទេសនឹងមានធនធានដីល្អដោយប្រទេសខ្មែរធ្វើអីក៏អត់រីកចម្រើនធ្វើអីក៏វាអត់បានផ្ដល់ផលប្រយោជន៍អីឲ្យប្រជាពលរដ្ឋនឹងបានគេហៅថាដែលយើងមានធនធានគឺសម្បូរហូរហេនឹងគឺវាអត់បានរីកចម្រើនហេតុអីបានប្រទេសយើងតូចគេចេះតែឆ្លៀនពៀនឧទាហរណ៍ថាដូចប្រទេសសិង្ហបុរីហេតុអីប្រទេសគេតូចគ្មានណាគេទៅហ៊ានឆ្លៀនពៀនបងប្អូនមើលថ្នាក់ដឹកនាំមើលប្រជាជនរបស់គេភាគច្រើនគឺប្រជាជនរបស់គេមានចំណេះដឹងតែថ្នាក់ដឹកនាំរបស់គេប្រព្រឹត្តអំពើសុចរិតច្រើនជាងប្រព្រឹត្តអំពើទុច្ចរិតអញ្ចឹងហើយគ្មានប្រទេសណាដែលហ៊ានទៅឆ្លៀនពៀនប្រទេសតូចទេលើកលែងថាយើងដូចប្រទេសខ្មែរអញ្ចឹងយើងប្រព្រឹត្តអំពើពុករលួយធ្វើក្រុមហ៊ុនឆោបបោកនៅពីក្រោយខ្នងរបស់ពួកម៉ាហ្វៀផ្សេងអាហ្នឹងធ្វើឲ្យគេមើលងាយធ្វើឲ្យគេរំលោភបំពានលើយើងបានដោយសារយើងវាខ្សោយដោយសារយើងវាប្រព្រឹត្តអំពើពុករលួយបោះឆ្នោតក៏អត់ត្រឹមត្រូវរំលាយគណៈបកគេដូចថាមុនឧទាហរណ៍ថាដូចអ្នកបដាល់អញ្ចឹងមុននឹងឡើងបដាល់អញ្ចឹងគឺដាក់ថ្នាំគេឲ្យគេនឹងរាករូសហើយដូចថាឡើងទៅវាយគឺវាយបានបន្តិចក៏អស់កម្លាំងវាយអត់បានដោយគណៈបកភ្លើងទីនក្តីដោយគណៈបកសង្គ្រោះជាតិក្តីដោយគណៈបកកម្លាំងជាតិក្តីឬដោយគណៈបកឆន្ទៈក្តីអានឹងឃើញមុននឹងឡើងប្រកួតមុននឹងដល់ថ្ងៃបោះឆ្នោតនឹងគឺធ្វើគ្រប់វិធីទាំងអស់ដើម្បីបង្កាត់បន្ថយកម្លាំងរបស់គេហ្នឹងកុំឲ្យគេស៊ូជាមួយនឹងខ្លួនបានអាហ្នឹងគឺតកូលហ៊ុនសែនគឺដឹកនាំដោយគណៈបកប្រជាជនឬដឹកនាំដោយគណៈបកយូនដែលនៅពីក្រោយខ្នងធ្វើឲ្យប្រទេសជាតិយើងគេមើលងាយនេះគឺដោយសារតែក្រុមតកូលហ៊ុននឹងឯងហ្នឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋបានឃើញបានឮបានស្ដាប់ទៅយកទៅរិះគិតពិចារណាទាំងអស់គ្នាអាហ្នឹងគឺជាបញ្ហានៅក្នុងប្រទេសជាតិយើងទាំងអស់គ្នាមានបញ្ហាចំពោះមនុស្សម្នាក់ទេគឺបើបញ្ហាចំពោះមនុស្សម្នាក់គឺតកូលហ៊ុនសែនហ្នឹងឯងគឺកាត់អំណាចហើយធ្វើឲ្យប្រជាជននេះរៀបប្រត់ប្រាស់ចេញធ្វើកិច្ចការក្រៅស្រុកគេមើលងាយមើលថោកដោយនៅប្រទេសថៃបងប្អូនគិតមើលទៅគឺមានបញ្ហាផងហ្នឹងគេដូចថាគេសអបជនជាតិខ្មែរអញ្ចឹងហើយធ្វើឲ្យមកពីអ្នកណាមកពីថ្នាក់ដឹកនាំរបស់យើងនឹងឯងវាកំសាបងប្អូនដូចប្រទេសសិង្ហបុរីគេមកក្តាប់តូចដែលបានគេគ្មានណាគេហ៊ានឆ្លៀនពៀនគ្មានណាគេហ៊ានមើលងាយគ្មានណាគេទៅបៀតបៀនប្រទេសដែលតូចហើយប្រទេសយើងហេតុអីបានប្រទេសយើងតូចតែហេតុអីបានគេមកបៀតបៀនហេតុអីបានគេមកឆ្លៀនពៀនពីខាងកើតឆ្លៀនពៀនពីខាងលិចក៏ឆ្លៀនពៀននឹងដោយសារតែយើងវាអត់ស្អាតស្អំនឹងសូមឲ្យបងប្អូនគិតពិចារណាមានថាអាត្មាចិត្តនិយាយចិត្តចោតប្រកាន់ហើយដោយអាត្មាធ្លាប់ឡាយប្រហែលថ្ងៃមុននឹងឃើញបងប្អូនមិនដឹងនៅខាងណាទេគឺមកខមមិនជីប្រមាថអាត្មាតែអាត្មាមិនថាជីទេអាត្មាថាឲ្យពោនឹងហើយអញ្ចឹងទៅធ្វើឲ្យថាអូហេតុអីបានមិនស្ដាប់ពីអ្នកដែលគេមើលឃើញពីជ្រុងមួយផ្សេងខុសពីរាជរដ្ឋាភិបាលបងប្អូនកាលណាយើងស្ដាប់តែរាជរដ្ឋាភិបាលខ្លាំងពេកយើងជឿអាពាក្យបោកប្រាស់របស់គាត់
ថាអូមិនបាច់ចាំធ្វើអីទេអ្នកនយោបាយមិនចាំធ្វើទេគេធ្វើហើយគេធ្វើហើយឃើញគេធ្វើហើយរាល់ថ្ងៃហ្នឹងគេធ្វើហើយគេយកដីគេយកអីរបស់យើងហើយយើងនឹងគេធ្វើហើយនឹងគេធ្វើអស់ហើយនឹងអាដីក៏អត់នៅយូរទៅផ្ទះគេឬចោលអស់ហើយយើងមិននឹងទៅនៅណាហ្នឹងហើយទីផុតគឺប្រទេសទេបាត់ទាំងប្រទេសបាត់ទាំងអីទីដោយសារតែតកូលហ៊ុននឹងឯងដែលដឹកនាំប្រទេសហើយធ្វើឲ្យប្រទេសអាប់អន់កិត្តិយសធ្វើឲ្យប្រទេសនឹងកើតមហន្តរាយផ្សេងអាហ្នឹងជាគេហៅថាឈ្មោះស្អុយរបស់អ្នកណាគឺឈ្មោះស្អុយរបស់ចានៅក្នុងប្រវត្តិសាស្ត្រហ្នឹងតកូលហ៊ុននឹងឯងដឹកនាំប្រទេសនៅក្រាញអំណាចគឺបានតែក្រាញអំណាចយូរទេឆ្នាំតែប្រទេសជាតិតិចរិលទឹកដីរិចរិលគ្មានបានប្រយោជន៍អីសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរហើយក៏បានប្រយោជន៍សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នាអាហ្នឹងគឺជាបញ្ហាដែលខ្មែរយើងប្រឈមហើយក៏បើសិនជារដ្ឋាភិបាលនៅតែដឹកនាំបន្តទៅទៀតណាបងប្អូនប្រជាពលរដ្ឋខ្មែរនៅតែមិនក្រោកឡើងប្រឆាំងជាមួយនឹងរបបដឹកនាំតកូលហ៊ុនណាគឺប្រទេសយើងរងគ្រោះអញ្ចឹងហើយអាចបាត់ប្រទេសទៀតផងអាហ្នឹងគឺជាបញ្ហាសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរមិនមែនបញ្ហាសម្រាប់តកូលណាម្នាក់មនុស្សណាម្នាក់គឺសម្រាប់ប្រទេសទាំងមូលសូមឲ្យបងប្អូនអ្នកដែលគ្រប់គ្រងតកូលហ៊ុនហ្នឹងគឺសូមឲ្យងាកមកគិតគូរពីរឿងប្រទេសជាតិងាកមកស្ដាប់អ្នកដែលគេប្រឆាំងដែលគេមើលឃើញពីជ្រុងផ្សេងខុសពីគណៈបព្វប្រជាជនដែលដឹកនាំដោយយូនហើយក៏ដឹកនាំដោយតកូលហ៊ុនហ្នឹងគឺយកទៅគិតយកទៅពិចារណាទាំងអស់គ្នាហ្នឹងហើយគឺអាត្មាព្រួយបារម្ភអញ្ចឹងហើយក៏សូមឲ្យបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសក្រៅប្រទេសដែលសូមឲ្យគ្រប់គ្រងនៅរាជរដ្ឋាភិបាលដែលបង្កើតឡើងដោយលោកប្រធានសំរងស៊ីគឺថ្ងៃទី23តុលាហ្នឹងហើយសូមឲ្យបងប្អូនគ្រប់គ្រងទាំងអស់គ្នាហើយនាំគ្នាជួយគ្រប់គ្រងជួយធ្វើចលនាទាំងអស់គ្នាហើយដណ្ដើមអំណាចទម្លាក់តកូលហ៊ុនសែននឹងឲ្យបានឲ្យឆាប់រហ័សគឺដើម្បីយកប្រទេសយើងមកព្យាបាលហើយប្រទេសយើងគឺវាឈឺទ្រុឌទ្រោមបាក់បែកខ្ទេចខ្ទីអស់ជាយូរមកហើយអញ្ចឹងហើយបើសិនជាយើងដំណើរបានមកឆាប់គឺរឹតតែល្អសម្រាប់ព្យាបាលដើម្បីឲ្យផុតពីជំងឺគេមកបៀតបៀនផងហើយជំងឺខ្លាចផងជំងឺល្ងងរបស់បងប្អូនប្រជាពលរដ្ឋផងមានន័យថាអាត្មាមើលងាយទេគឺរាជរដ្ឋាភិបាលដឹកនាំសប្តាហ៍ថ្ងៃហ្នឹងគឺចង់ឲ្យតែប្រជាជនគ្មានការចេះដឹងឯងគឺកាលណាគ្មានការចេះដឹងគឺគម្រាមកំហែងបានងាយស្រួលចោតប្រកាន់ទីតូចចាប់ដាក់គុកទីតូចទៅប្រមាថខាតទៀនទីតូចឬវាយតាមវាយឲ្យខ្លាយទៅជាមនុស្សពិការសម្លាប់ម្នាក់ពីរនាក់ទៅបន្លាចអស់មកប្រទេសអញ្ចឹងណាអាហ្នឹងគឺធ្វើឲ្យប្រជាជនហ្នឹងល្ងងគេចង់ឲ្យប្រជាជនល្ងងការដឹកនាំរបស់គេក៏បានរិទ្ធយូរទៅទៀតរិទ្ធតែបានបន្តកូនបន្តចៅរបស់គេហ្នឹងឯងគឺវាខាតអ្នកណាគឺខាតប្រទេសខ្មែរមានខាតអ្នកណាម្នាក់ទេគឺខាតប្រយោជន៍ទាំងអស់គ្នាបងប្អូនប្រជាពលរដ្ឋគឺខាតប្រយោជន៍រួមទាំងអស់គ្នាហ្នឹងគឺជាបញ្ហាសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នសង្គមខ្មែរបច្ចុប្បន្នដែលអាត្មាបានលើកឡើងពីខាងដើមហ្នឹងគឺត្រូវតែឬបំរាស់ទាំងអស់គ្នាពោនឹងចុងក្រោយនេះក៏សូមជូនពរឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់បានជួបពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបានសេចក្តីសុខក្តីចម្រើនគ្រប់គ្នាសូមបញ្ចប់ពរ